Hero ចំនួន8ដែលមានឈ្មោះពិបាកអានបំផុតនៅក្នុង MLBB តើ Hero នោះពិបាកមែនឬក៏យ៉ាងណានៅពេលដែលលេងដំបងតើគ្នាយើងហៅយ៉ាងម៉េចតោះ Let's go មកតាមដានជាមួយនឹង admin ទាំងអស់គ្នាទី1 Hero Yi Sung Sin Yi Sung Sin YSS ឬក៏ Yi Sung Sin ត្រូវដាក់ឈ្មោះទៅធ្វើតាមមេតបនៅក្នុងប្រវត្តិសាស្ត្រម្នាក់របស់ប្រទេសកូរ៉េអ្នកលេងខ្លះក៏ហៅគាត់ថា Yi Sung Sin Yi Sun Si ឬ Yi Sung Sun អីជាដើមអញ្ចឹងទៅទី2 Hero Xavier Hero មួយនេះគឺមានឈ្មោះផ្ដើមដោយអក្សរ X ពីខាងមុខអ្នកលេងខ្លះក៏ហៅថាគាត់ថា Xavier Xavier ឬក៏ខ្លះហៅថា Xavier ជាដើមទី3 Hero Chusin អក្សរ ZAU របស់ចិនមិនមែនហៅថា Zu ធម្មតាទេគឺត្រូវបញ្ចេញសំឡេងទៅ Chu ឬ Chru គឺត្រូវខាំអណ្ដាតបន្តិចគ្នាយើងហៅថា Chusin ទី5 Hero Benedetta Benedetta វាជាឈ្មោះដែលមានទម្រង់វែងបែបឈ្មោះអ៊ីតាលីភាគច្រើនអ្នកលេងហៅគាត់ត្រឹមតែ Bene ខ្លីៗតែប៉ុណ្ណោះសម្រាប់គេយើងដែលត្រូវការ top up នៅកញ្ចប់ផ្សេងៗទាំងទៅលើហ្គេមនានាដែលល្បីៗទូទាំងប្រទេសកម្ពុជាក៏ដូចជា app កម្មវិធីផ្សេងៗសូមកុំភ្លេចណាជាមួយនឹង website admin ដែលមានឈ្មោះថា Thon Game Store ហើយសម្រាប់គ្នាយើងដែលអត់ចេះដាក់ក៏អាចឆានមកកាន់ admin ផងដែរ Hero ទី5នោះគឺជា Hero Amon គឺមានអក្សរ A ឬក៏ A 2ដងនៅពីមុខអ្នកខ្លះក៏ហៅគាត់ថា Amon ឬក៏ហៅថា Among ជាដើមទី6 Hero Guinevere ឬក៏អ្នកខ្លះហៅថា Guinevere ឬកា Guinevere ជាដើមទៅទី7 Hero Gosin អ្នកខ្លះក៏ហៅថា Gosin ហើយចំណែកអ្នកខ្លះទៀតក៏ហៅថា Gosun ឬក៏ Goson ជាដើមទី8ចុងក្រោយជា Hero Gufra អ្នកខ្លះហៅគាត់ថា Kufra ហើយអ្នកខ្លះក៏ហៅថា Gufra អ្នកខ្លះហៅថា Gufa ជាដើមទៅគ្នាយើងតើគ្នាយើងគឺមានទម្លាប់ហៅ Hero Color ហ្នឹងបែបណាដែរក៏កុំភ្លេច comment ឲ្យ admin បានដឹងម្នាក់មួយផងណា